ជំរាបសួរបងប្អូនអ្នក trader ជាទីនឹករលឹកព្រមទាំងបងប្អូនអ្នកវិនិយោគ stock ពីហ៊ុនជាទីរាប់អានបាទថ្ងៃនេះខ្ញុំបាទសូមធ្វើការវិភាគstock ពីហ៊ុនអំពីក្រុមហ៊ុន Google បាទដែលជាក្រុមហ៊ុនយក្សមួយដ៏ធំលើពិភពលោកដែលរកប្រាក់ចំណូលបានយ៉ាងច្រើនបាទហើយសម្រាប់តែ stock ពីហ៊ុននេះក៏វាមានការធ្លាក់ចុះបន្តិចបន្តួចដែរបាទសម្រាប់ក្រុមហ៊ុន Google នេះបាទឥឡូវខ្ញុំបាទសូមធ្វើការវិភាគទីផ្សារអំពី stock ពីហ៊ុនក្រុមហ៊ុន Google បាទឥឡូវខ្ញុំចាប់តាមពី time frame monthly បាទឥឡូវខ្ញុំដូរ color សិនជា color សខ្មៅបានខ្ញុំស្រួលវិភាគយើងស្រួលដាក់តាំងអក្សរពណ៌ឬក៏ A B C លេខ1លេខ2យើងតាមយើងតាំងដាក់តាំងពណ៌វាផ្សេងទៅយើងស្រួលបាទឥឡូវខ្ញុំដាក់ពណ៌សខ្មៅសិនបាទពណ៌សខ្មៅឥឡូវខ្ញុំដាក់ខ្មៅបន្តិចមកបាទបាទឥឡូវខ្ញុំចាប់ដើមវិភាគបាទខ្ញុំចាប់យកទៅនេះបានន័យថាយើងលេខ1នេះលេខ2នេះលេខ3ចុះបាទនឹងយើងវិភាគ elite value បាទ5រលកឥឡូវយើងតាំងលេខ1ធំលេខ1ធំមកតាំងវាឲ្យធំបន្តិចមកដាក់មក24បាទ24ចុះហើយតាំងពណ៌ខ្មៅដែរអានេះពណ៌អានេះលេខ2អានេះលេខ3បាទលេខ3បាទ3ពណ៌លេខ3បាទអានេះចំពោះ time frame monthly ឥឡូវខ្ញុំសរសេរសិនបាទ Google monthly បាទដាក់អក្សរឲ្យធំបន្តិចមកដាក់32ដាក់ color ក្រហមចុះនេះ monthly បាទឥឡូវខ្ញុំកាលណាវាទៅដល់រលកទី3ហើយវាចាប់មករលកទី4ទៀតបាទបើចាប់មករលកទី4ហើយយើងគូរលកទី4នៅតំណេះចុះរលកទី4ថាតំណេះចុះហើយវាឈ្មោះទៅរលកទី5វិញបាទអញ្ចឹងខ្ញុំតាំងវាហើយទៅបាទតាំងរលកទី4នេះបាន20មិន24នេះ24បាទ24ទឹកប៉ានេះ22ដាក់24មកដាក់ពណ៌ខ្មៅដែរមកបាទនេះ5បាទនេះយើងរាប់រលកទី1រលកទី2រលកទី3រលកទី4នឹងចំពោះ time frame monthly ឥឡូវយកទៅ time frame weekly ម្ដងបាទ weekly ខ្ញុំបង្កើត layout មួយទៀតមកបាទ layout វាមួយទៀតមកខ្ញុំដាក់នេះដាក់ weekly ចឹងទៅweekly បាទហើយក៏កែដាក់ weekly ដែរមកដាក់ W ដឹងថាយើងតាំងឲ្យ weekly បាទហើយយើងអានេះក៏យើងយក weekly ដែរមកបាទឥឡូវយើងរាប់រលកទូនឹងសិនបាទឥឡូវយើងចូលមករករលកទូនៅក្នុងនឹងសិនដើម្បីងាយស្រួលកាលណាយើង time frame កាន់តែតូចយើងមានអានឹងមើលស្រេចបាទនេះមើលខ្ញុំរាប់1 2 3 4 5បាទខ្ញុំដាក់1 តូចហងចេញក្រៅតិចអ៊ំថតវីដេអូ1តូចបាទ1តូចអានេះដាក់20គត់ចុះហើយដាក់ពណ៌ក្រហម1តូចអានេះ2តូចដែរ2តូចអានេះដ
3 តូច 3 តូច អានេះ 4 តូច 4 តូច អានេះ 5 តូច 5 តូច 5 តូច អានេះយើងចាប់យករលក ចាប់យករលកទី 1 វិញអានេះរលកទី 1 យើងដាក់មកយើងដាក់ក្នុងវងកញ្ចក់ទៅបាទក្នុងវងកញ្ចក់យើងដាក់លេខ 1 មកហើយយើងដាក់អក្សរដាក់ពណ៌ខៀវមកបាទអញ្ចឹងមកអានេះទី 2 ទី 2 ហើយយើងតម្លាក់លេខវាបន្តិចកុំឲ្យវាធំពេកបាទដាក់ត្រឹម 14 ចុះអានេះ 14 ដែរ 14 អានេះយើងដាក់ 3 ចុះបាទ 3 3 នេះក៏ 4 4 អានេះ 5 បាទ 5 អានេះយើងអានេះ A យើងយក A ចុះ A B C យើងអានឹង A B C D អូ A B C ទៅទេបាទមិន A B C .D ទេបាទយើងតាំងវាថា A B អានេះយើងដាក់ A ធំ A ធំអានេះក៏ B នឹងធំតិចដែរ B អានេះ C បាទអានេះឆ្ងាយតិចមកបាទឆ្ងាយតិចមកបាទនេះទៅនៅតំណេះចុះបាទនេះ time frame weekly ឥឡូវយើងទៅមើល time frame time frame daily ម្ដងបាទឥឡូវយើង save សិនមកយើង save វាមកយើងដាក់គូទៅឈ្មោះទៅលោកទី 5 មួយសិនបាទហើយយើងកាត់ layout មួយទៀតយើងដាក់ time frame daily បាទ time frame daily បាទនេះយើងកែដែរកែដាក់ daily មក daily ចឹងមកនេះក៏យើងយក daily ដែរបាទយ៉ាចេញមកតម្រងហើយបងចេញតម្រងដែលយើងអាចចូលទិញលុបបានហើយបាទបើសម្រាប់បងប្អូនអ្នក trade បងប្អូនអាចចូលទៅ trade អីបានបាទឃើញតែប៉ុណ្្នឹងបងប្អូនឃើញលុយហ៎បាទឃើញវាតណើចេញលុយមកហើយបាទហើយខ្ញុំរាប់សិនរាប់រលកដល់ពេលដាក់ទៀនចេះមកវាពិបាកបន្តិចបាទពិបាករាប់បើសិនតែយើងដាក់បាល់ទៅមករះស្រួលវិញយ៉ាងស្រួលយើងនឹងរាប់ 1 2 3 4 5 បាទឥឡូវខ្ញុំដាក់បាល់ទៅទេខ្ញុំអត់ប្រើទៀនទេបាទនេះអានេះទៀន candle ហ្នឹងបាទ candle នេះយើងដាក់បាល់ទេបាទដល់ចេញតម្រងហើយបាទចេញតម្រងឃើញលុយដំណើរការឃើញលុយហើយបាទសម្រាប់បងប្អូនអ្នក trade យកទៅ trade បានបាទប៉ុន្តែសម្រាប់បងប្អូនវិនិយោគទិញ stock ពាក្យហ៊ុនទេបងប្អូនកុំអាលតន់ចូលទៅទិញកាលណាបើយើងចូលទិញក៏បានន័យថាយើង hold ទុករយៈពេលវែងចាប់ពី 3 ឆ្នាំ 4 ឆ្នាំអ្នកខ្លះរហូតទៅដល់ 10 ឆ្នាំមកគេបើយើងទិញ hold ណាប៉ុន្តែនឹងបងប្អូនដែលមានធនធានមានប្រាក់ច្រើនអត់ជាពាក្យធនាគារអីបងប្អូនសល់លុយសល់កាក់ច្រើនបងប្អូនទិញ hold បានបាទទិញ hold មកចាំឲ្យវាធ្លាក់មកដល់នេះរលក C សិនមករលក C ឬក៏រលកទី 4 បងប្អូនទិញទៅវិញទៅបាទយើងទិញហើយយើង hold ទុកទៅទិញ hold ទុករយៈពេលវែង 3 4 ឆ្នាំទៅបងប្អូនអាហ្នឹងបើសិនជាបងប្អូនដែលមានលទ្ធភាពដែលចង់ទិញ stock ពាក្យហ៊ុនសម្រាប់រយៈពេលវែងយើង hold ទុកយកប្រាក់ចំណេញអញ្ចឹងណាសម្រាប់ដល់ពេលយើងចាស់ទៅយើងអាចមានប្រាក់កាសចាយពីតាមរយៈការយើងទិញ stock ពាក្យហ៊ុនហ្នឹងបានបើសម្រាប់បងប្អូនអ្នក trader
យើងចូល trade រាល់ថ្ងៃយើងចេញចូលដូចយើងលេង account អញ្ចឹងអាហ្នឹងយើងចូលទៅ trade ធម្មតាអាហ្នឹង trade ទៅនេះលុកទីមកលុក A លុក B ហ្នឹងបងប្អូនឃើញសញ្ញាលុកដូរហើយដូចខ្ញុំបញ្ជាក់ឲ្យបើសិនបងប្អូន trade forex ឬក៏ trade មាសនិង trade stock trade stock ស្រួលជាងហើយវាទីផ្សារវាអត់ញ៉ៃញ៉ៃវាអត់មានអត់ក្លុកបច្ឆាដូចទីផ្សារដែលទីផ្សារមាសឬក៏ទីផ្សារដែល crypto ទេបាទទីផ្សារដែល forex ដូចជាដែល currency pair ក៏វាមិនសូវក្លុកបច្ឆាប្រហែលដែរបាទវាអត់សូវក្លុកទេបើសិនជា trade stock ទៀតកាន់តែស្រួលហ្មងវាអត់ក្លុកវាអត់ញ៉ៃញ៉ៃទេបងប្អូនចេញមកតម្រង់មកឃើញស្អាតចឹងមកឃើញមកតម្រង់លុយហ្មងបងប្អូនបើសិនជាបងប្អូនចូលចិត្ត trade stock វិញល្អជាងបាទ trade stock ល្អជាងវាគ្រាន់តែថាវាបើកអត់24ម៉ោងឬមួយវាអត់បើកដល់វាចាប់ដើមបើកពីម៉ោង8យប់នៅស្រុកខ្មែរដល់ពេលម៉ោងនៅអាមេរិកនឹងម៉ោងប៉ុន្មានម៉ោង8ម៉ោង7ដែរឬម៉ោង9នេះខ្ញុំបានកត់សម្គាល់ដែរបាទអាទីផ្សារដែល stock ហ្នឹងណាប៉ុន្តែបើ trade ស្រួលជាងហ្មង trade ស្រួលដូចជានឹងមើលដូចជា stock ភាគហ៊ុនដូចជា stock ដែល Google ហ្នឹងមើលចេញមកតម្រង់ស្អាតហ្មងយើងរាប់រលកមកឃើញមកញឹមបាទដឹងទៅចេញមកដឹងចេញតម្រង់ទឹកលុយហ្មងបើខ្ញុំរាប់ដាក់1 2 3រលកទី1រលកទី2ឲ្យ1រលកទី1ទី2ទី3ទី4ទី5ឲ្យបងប្អូនស្រួលកាន់តែស្រួលទៅបាទខ្ញុំរាប់សិនក្នុង A B C ហ្នឹង A ហ្នឹងបើឃើញតម្រង់ចេះវាក្នុងហ្នឹងវាមាន5រលកទូចយើងរាប់5រលកយើងរាប់3ក៏បានដែររាប់3ប៉ុន្តែពី A ហ្នឹងត្រូវមាន5អានេះយើងរាប់ថា A នេះពីនេះមកដល់5អានេះ A B C ញ៉ឹងក៏បានដែរប៉ុន្តែខ្ញុំរាប់ថា5ទៅយក5ត្មងទៅបាទខ្ញុំដាក់1អានេះ1ចុះ1ខ្ញុំដាក់1តូចហើយខ្ញុំដាក់ពណ៌ក្រហមចុះ1 2 កាលណាវាចាប់រលកយើងមើលខ្ញុំដាក់នេះសិនមកមើលនឹងវារាំងបាទណែយើងអាចរកតំណែងដាក់ទី4ក៏បានដែរទី4ធម្មតាពីអារលកទី2មកដល់ទី3ហ្នឹងក្នុងហ្នឹងទូចហ្នឹងវាមាន5រលកអញ្ចឹងយើងដាក់តំណែងថារលក4ចុះរលក3ចុះបាទរលក3អានេះរលក4នេះ4នៅតំណែង4អានេះ5នៅតំណែងបាទ5នៅតំណែងចុះបាទតែប៉ុណ្ណឹងទៅបងប្អូនស្រួលមើលបាទនៅក្នុងនេះយើងរាប់មកវាមាន5រលកទូចនៅក្នុងនេះយើងរាប់មកឃើញនេះ1 2 3 4 5 5នៅតំណែង5នៅតំណែងអានេះឃើញមិនរាប់3វិញបាទដាក់ទៅសេខុសបាទរកមិនឃើញសេ2វិញក៏ដាក់3អានតាមពិត3បាទចាំមក3បាទនេះ3ចាំមករកទី3រកទី4អានេះរលកទៅចាប់រលក B រលក B ជួនកាលវាចាប់តែ corrective ធម្មតាហ្នឹងបានន័យថា ABC ធម្មតាអញ្ចឹងណាបើសិនវារាំង sideways ច្រើនវានៅបន្ត sideways វាអត់ទៅណាវាអត់ឡើងទៅលើវាអត់ធ្លាក់ទៅក្រោមយើង sideways ចុះ sideways ឡើងអញ្ចឹងអាហ្នឹងទីផ្សារហ្នឹងបើសិនយើងរាប់រលកហ្នឹងគេហៅថា corrective wave horizontal triangle ដែលមាន A B C D E ហ្នឹងអាហ្នឹងវាបានន័យថាទីផ្សារវានៅដែល sideways U ខែ U ឆ្នាំអញ្ចឹងណាបើសិនវាអត់ sideways ទេ sideways ធម្មតាទេវាទៅវិញវាទៅរលក B ចប់វាលោតមកវិញផ្លោតធ្លាក់ចុះមកចាប់យករលក B រលក C ត្មងបាទអានេះវានៅក្នុងហ្នឹងវាមានរលក ABC ទូទៀតខ្ញុំរាប់តែ ABC correction ធម្មតាទេបាទខ្ញុំអត់ដាក់ correction បែប horizontal triangle ទេបាទខ្ញុំដាក់ A ធម្មតាបានហើយ ABC ធម្មតាបាទ A ខ្ញុំដូរពណ៌អីទេនេះវាសមរម្យទេបាទដាក់ពណ៌នេះចុះពណ៌ស្វាយចុះ A Bធំបាទ B ធំ
C và C nhưng C này C nơi này bữa dương tiền mà bữa time frame vì time frame tối time frame thom này như là nơi tận năng lấy dân tha đã tâm năng đái tới mà đã C thom này tới mà thà về nơi tận năng cho tiền này khát tính nó tiền bình tĩnh mau mà dân tận lệ anh tranh mà tập thôi nên tính ta và tập bản năng máu ở ôn mơ ở riêng sưu mơ thành bạc lấy nhóm đầu một đạ ba bên bạc bà chẳng mất sưu này nhưng chăm phút time frame daily nó thế nhưng sẽ mấy ôn này nhưng sai lại kiên chẳng máu bạc time frame daily này mà tập bản năng máu nó nhưng rộp time frame daily time frame thom đáy bạc lấy nhóm từ time frame tối từ time frame buồn màu mà đong bạc nhưng tới buồn máu nhóm châu được make copy này máu bát copy layout bạc card về máu bạc card buồn máu những xe lịch buồn như tới đặt e chẳng tới tầm nàng màu của bạn buồn màu dân sợi ra rong về trong này máu nhưng đặt buồn màu như máu hơi dân cái trong một lời lại hào tên máu đặt buồn màu quỳnh máu buồn màu bạn chết máu bà và đọc tê một rộp buồn máu việc đôi chị admin ấy khóc lại vì daily đại đấy bác đôi mơ tới đôi sưu mơ đấy bạn mình có bạn đây bạn bây giờ nhầm đặt tiền dần mới với sưu mơ phần nào bạn này hay nhé mà bạn có bạn mơ thì bạn cuối nhưng trade stock thì hôn cứ về nghi sưu chẳng nghi sưu hơi rồi log bữa thao rộp rồi log tam bài elite về vẫn cứ nghi sưu mình để nghi sưu hay cứ ăn sơ khó ấy tìm xa nó bây mình sơ plug đô bây mình sơ đô cho rắc vào má á vì đôi trade forex trade này trade mía rồi có trade crypto trade api kêu nắng đó lắm bao phố nữa thì đôi cho rắc á đôi cho rắc mà nó này mà nó cho po cái trade tràn tu tiêu thục lỗ bao phố gật mởตีซาใน forex ก่อนลุยจะในขนมตีซา forex นั้นประมาณเราล้างประมูลตรีเลียนน้อยเลยการไปยมเรียนนั้นคือได้ประมาณที่ดูเจ็บใบตรีเลียนการยมเรียนอะไรเวลาดอลประมูลตรีเลียนนั้นล้างมันแต่ว่าสโบกิเลนจานสโบกิโจลเตอร์เทรดจานนะตีซา forex นั้นอ่ะตีซาไปฮ้นเวียอัดเซอร์ประมาณได้โดยเฉพาะประมาณปอนเลียนได้กิเทรดมาขนมมาทายมาทายอย่างเวียดอลvề đào tìm xa forex tây bạn tìm xa về phía hôn năng bạn thành phố cái này sẽ cam phía mình cả trade đó bạn lấy nhom đôi chia mình bạch rọp tiệt thế bằng bốn đôi chia về xăm nhâm họ mong bốn cật mở xăm nhâm thì đôi xa để xa phía hôn về sơ xăm nhâm rọp lọc mà này bạn trên máu được trăng mong khơi nằm nào mà khơi nằm nào tật lùi máu này bằng con đào về chọc bì nhận tới với lâu được xì mình xí những tình tử nhưng vọt này máu vọt sai para để bị buồn ai chi dân phật máu và họ này mà trầm này một thay vì cho mòn tích nhưng trăm tình tên này tới bạc trăm đã bài limit tới một thay dân mình chóng dân tình vô tầm mong này nè vừa được đời xa về thật lệ mà hà sầm đòn hai bạn chẳng những ai tình vô tầm mong đó tình tầm mong các bạn này bộ sao này dân trong tính như dân cùi chăm tới còn cùi chăm với ọt dân với ọt lẹ máu anh nó dân kha đấy dân ở bàn tính bộ sân việc thơ tầm nào từ một tiệm bộ sân việc lẹ cho mà quýnh anh đang dân này là lấy nhầm tham frame buồn màu lấy chứ tầm mơ tham frame màu tham frame máu nhầm copy tiền máu copy lệ out trong máu rồi đã mùi lệ mùi trong máu này đầu đài đầu máu đầu đã mùi màu này đầu đài tới đặt lại hào với mùi màu này máu bạn mùi màu trong máu còn nghe rồi
tới riêng mà đo thế này riêng như nhai bóng phố nó riêng như nhai tách còn ta dương chập làm trade này vì này tờ này dương trong rộp các bạn mình rộp các bạn này mình chụp bánh ha đối xa tìm xa về đào khu hơi dương rộp có về mình chụp bánh ha dương ở rộp còn mình bánh ha đây đối xa tìm xa về khu hơi tầm khá này dương rộp APT trâm này tờ bằng vốn trâm này tờ bi tờ này chẳng tìm xa này dương bị ai đại ai lẽ cho một vinh đại bạn sẽ cho với về chập đối xa với dương việc chập rồi log A B C tối từ anh này A này B anh này C chẳng với ai tại với ai lẽ một mình đại bản tạm mơ để thì xa này một sân việc lẽ tế việc breakout từ project anh năng về thơm nào lang từ lời một sân việc mình breakout được lẽ cho một mình từ một lẽ cho bị chập dọc log C chẳng nhầm đã log A B C tôi oi mong tới nằm bay căn từng nghi số bạn việc cà phêได้คลายแต่ตีฟ้านั่งวิทย์แหละบอกว่าวิจับโลกโลกนี่โลกซีตุยยกđầu đã buộc màuยังมาบาดđãจะเมาส์อันนี้đãยังอาจอันนี้มวย A B C นี่วิอาจโหลดตัว C นึกB นึกตัวไหนได้นะวิอาจได้จังยังđãตัวนึงเมาส์đã C นึกตัว C นึกไหนเมาส์ยังคาเฟ่ว่าปุ๋ยยังdương viêm tiền đấy thì xa một phần là dương che rồi lột cho che ấy những mình bánh hả hay lột máu có lột tử ớt vào một thà dương tính nhưng cùi chăm ta nâng tử một thà dương ăn cùi chăm đấy dương tình giống chuồn cá về lăng tầm một plét cho một bình chẳng tới dương nhập đã ai thật thà kẹt ấy trầm trừ phong dương còn nọt tầm na tầm này chẳng á nhưng qua này mới qua Fibonacci retracement មកបាទនេះអានេះវា50ហើយវាអាចមកដល់នេះដែរនេះមកដល់តំណេះឬមួយក៏ជួនកាលវាមិនទៀងដែរជួនកាលវាដល់70អីដែរអញ្ចឹងវាអត់ទៀងទេអញ្ចឹងវាក៏ថា stock ពីហ្នឹងវាងាយស្រួល state វាងាយស្រួល trade ជាង forex បន្តិចបាទងាយស្រួល trade ជាងមាសជាង cryptoជា Bitcoin អីហ្នឹងបាទអញ្ចឹងខ្ញុំដាក់ខ្ញុំលុបនេះចោលចាញ់ខ្ញុំគូរបៀប ABC ទូឲ្យបាទ ABC C ហ្នឹងដាក់ប៉ុណ្ណេះចុះបាទវាទីផ្សារវាមិនទាន់នេះ2 3 4ថ្ងៃវាមិនទាន់លបដល់នេះទេអ្នកជួនកាលមួយខែហ្នឹងបានវាមកដល់ចាប់យករលក C នេះបាទវាទៀងណាអញ្ចឹងខ្ញុំដាក់ទៅប៉ុណ្ណេះទៅបាទប៉ុណ្ណឹងទៅបាទការបុ trade stock អញ្ចឹងឯងបងប្អូនទៀនវាអត់ស្អាតទេទៀនវាលោតយាលអញ្ចឹងអាហ្នឹងបើសិនគេ trade តាមដែលស្អីគេហៅ smart money concept អាហ្នឹងវាស្អីគេដែល fair value គៀបគេហ្នឹងវាខ្ពស់ឆ្ងាយពេកឃើញឆ្ងាយលោកកំភឹងឆ្ងាយហ៎ឃើញហ៎នៅ fair value គៀបគេបើហ្នឹងបើ trade តាមស្អីគេតាមដែល smart money concept ហ្នឹងបាទបើខ្ញុំអត់ជំនាញទេបាទអត់សូវជំនាញខ្ញុំរៀនដូចថាទៅមិនមែនថាខ្ញុំមិនចូលចិត្តរៀន smart money concept ឯដោយសារវាខ្ញុំគិតថាវា trade អត់ទាន់ជាងដែលពពួក smart ពពួកដែល confident trade ពួក confident trade ហ្នឹងគឺយើងដាក់indicator ដាក់ moving average អីចឹងយើងគួបផ្សំផងតាំងពីដែល elite wave ផងអីផងទៅអាហ្នឹងវាដូចចូលទីផ្សារវាលឿនជាងដែលពពួក smart money concept អញ្ចឹងណាអញ្ចឹងខ្ញុំចូលចិត្ត trade អាហ្នឹងគេហៅថា confident trade ហ្នឹងគឺយើងដាក់ indicator ច្រើនដើម្បីវាស់ស្ទង់ថាទីផ្សារដើរដល់តាណាដើរដល់តាណីហ្នឹងហើយសំខាន់យើងរាប់រលករអីមកយើងដាក់ដែល indicator ទៅដាក់ moving average ផងគូផ្សំទៀតទៅយើងអាចចូលទីផ្សារមកវាលឿនជាងពពួកដែល smart money concept គេរងចាំ trade ដូចជាប្រភេទ breakout អញ្ចឹងបាទដូចជា trade price action ដែរហ្នឹងអញ្ចឹងខ្ញុំអត់សូវពេញចិត្តចំពោះដែល smart money concept ប្រហែលខ្ញុំអត់សូវយកចិត្តទុកដាក់រៀន3ដង4ដងដែរនឹងទិញទៅភៅមើលក៏មើលបានតែមើលអត់ទាន់ចប់ខ្ជិលមកដល់ឈប់មើលឈប់អីមើលបាន2ដងដែរមើលអត់ចប់សោះភៅ smart money concept
បើសិនជា elite whale មើលម្ដងមើលចប់មើលអត់យល់មើលទៀតមើល3ដង4ដងទៅចេះបាទឥឡូវខ្ញុំរាប់ទីផ្សារដូចជាវីដេអូហ្នឹងដូចជាបញ្ចប់ហើយបាទសង្ឃឹមថាបងប្អូនដែលជាអ្នក trader មកដែលចូលចិត្ត trade ដែល stock ភាគហ៊ុនបងប្អូនអាចយកទៅធ្វើជាតម្រូវចូលទីផ្សារបានបាទហើយក៏វីដេអូនេះខ្ញុំមិន recommend ឲ្យបងប្អូនថាត្រូវទៅលក់ឬក៏ត្រូវទៅទិញនឹងទេបងប្អូនទីសងលើបងប្អូនខ្លួនឯងបងប្អូនត្រូវសម្រេចចិត្តថាទិញឬក៏លក់នឹងលើនិស្ស័យរបស់បងប្អូនតែប៉ុណ្ណោះរីឯវីដេអូខ្ញុំធ្វើនេះគ្រាន់តែចែករំលែកជាចំណេះដឹងអឺផ្នែកដែល elite whale តែប៉ុណ្ណឹងត្រឹមតាមទស្សនវិបត្តិ elite whale តែប៉ុណ្ណឹងបើសិនជាបងប្អូនពេញចិត្តវីដេអូនេះទេសូមបងប្អូនជួយ comment ជួយ like ជួយ share ហើយជួយ subscribe channel ខ្ញុំផងបាទ channel របស់ខ្ញុំឈ្មោះលេងសុខឃ្លាំងបាទសូមបងប្អូនជួយ subscribe ផងបាទសូមអរគុណសូមជម្រាបលាបាទ